Ok អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីពីទៅខ្ញុំខាន reaction យូរហើយប៉ុន្តែប្រហែលថ្ងៃនេះវាមានរឿងធ្វើឲ្យខ្ញុំក្តៅស្លឹកត្រចៀកមែនតើជាមួយនឹងបងប្អូនដែលខ្ញុំស្គាល់គឺគាត់មានការប៉ះទង្គិចពាក្យសម្ដីគ្នាអញ្ចឹងខ្ញុំមកស្ដាប់អត្ថន័យក្នុងបទចម្រៀងសិនតែថាអត្ថន័យក្នុងបទចម្រៀងហ្នឹងប៉ះពាល់ទៅលើអីខ្លះចង់និយាយពីអីខ្លះអញ្ចឹងមកតាមដានស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាចេញដល់ជាង100គីឡូខ្លួនមួយដើររោចំណេះចូលក្រុងអត់មានចំណូលចង់ទៅមេតពលដំមិនពិសេសពួកចេះចាច់តាមចាក់អត់ចូលចង់លប់ចង់ខ្ចប់ចង់ stress ដោះអាវក្តាប់ដៃដើរចូលចាប់ដំដៃគោលអាបែកប៉កែលុយគេសោកខ្ញុំអត់ជោគគេចង់ដុតខ្ញុំដល់ជំរោគពួកអាមួងកាងអូចង់តាំងខ្លួនពូវេតពោក្លោបានណាច់ចិត្តដាច់ហត់ទៅលើពពកបើចេះអែបទៅបានស៊ីសាច់បើចង់ធ្វើស្រាច់ទៅតែចេះធ្វើម៉ូចង់ឃើញខ្ញុំឆេះខ្ញុំ stress មិនកើតខ្ញុំឈៀលសងៃហននេះហនណែដៃកើតសពខ្លួនឯងទៅអាកបីចង់ជួបចោចាប់ព្រោះមិនចង់ចោះចូលទេធ្លាប់ចាញ់តែមិនចាញ់ខ្លួនឯងអញធ្លាប់ដួលតែមិនជួលគេសាយមើលដល់វេណាគេជួយសវេរឿងខ្លះថាមិនចង់ទៅពេលខ្លះពណ៌នោះវាកំងចង់ទៅពីមីទៅពីស៊ីម៉ងរឿងដូចដៃថែបតាំងជាងបេតុងរឿងខ្លះថាមិនចង់ទៅពេលខ្លះពណ៌នោះវាកំងចង់ទៅពីមីទៅពីស៊ីថងកន្លែងនេះគាត់បាននិយាយថារឿងខ្លះក៏អត់ចង់ដែរប៉ុន្តែវាមានពួកខ្លះវាកំងកំងអីគេរឿងលួចដៃថែបតាំងដូចបេតុងកញោដៃតឹងខោកជោព្រោះអាចបានតែមកឲ្យលើកដៃយកអញចុច flick nok ហៅតតវឈូកម្ពុជាដួលបត់កោចង់លេងអញអត់មានពេលកដោបើចង់មែនតែចូលមកអញកាត់ក្នុងតកោអ្នកក្រត់មានលុយបងឲ្យមានតែបោសចេញដើរជាង100គីឡូខ្លួនមួយដើររោចំណេះចូលក្រុងអត់មានចំណូលចង់ទៅមេតពលដំមិនពិសេសពួកចេះចាច់តាមចាក់អត់ចូលចង់លប់ចង់ខ្ចប់ចង់ stress ដោះអាវក្តាប់ដៃដើរចូលចាប់ដំដៃគោលអាបែកប៉កែចេញដើរជាង100គីឡូខ្លួនមួយដើររោចំណេះចូលក្រុងអត់មានចំណូលចង់ទៅមេតពលដំមិនពិសេសពួកចេះចាច់តាមចាក់អត់ចូលចង់លប់ចង់ខ្ចប់ចង់ stress ដោះអាវក្តាប់ដៃដើរចូលចាប់ដំដៃគោលអាបែកប៉កែអូខេឥឡូវធានហ្វូគឺបានចប់ហើយនិយាយទៅអត្ថន័យនៅក្នុងបទហ្នឹងក៏វាអត់មានអីជ្រៅដែរទាំងអស់គ្នាប៉ុន្តែវាមានពាក្យខ្លះមួយចំនួនវាអាចនឹងរឿងផ្ទៃក្នុងរបស់គេខ្ញុំអត់ដឹងដែរណានិយាយទៅពីរនាក់ហ្នឹងគឺខ្ញុំស្គាល់ក៏គ្នាដែរតាំងពីរដូវកាល Rapper Fighter រដូវកាលទី1ជំនាន់ហ្នឹងគឺខ្ញុំក៏បានដាក់ពាក្យប្រឡងដែរប៉ុន្តែខ្ញុំធ្លាក់ប៉ុន្តែក៏សប្បាយចិត្តឃើញពួកគាត់បានមានគេឈ្មោះមានគេស្គាល់មានអីច្រើនអញ្ចឹងប៉ុន្តែយើងជាអ្នកស្គាល់គ្នាដែរអញ្ចឹងដល់ពេលរាប់អានគ្នាយូរឆ្នាំដែរប៉ុន្តែដល់ពេលមានរឿងអីចឹងខ្ញុំក៏មិនដឹងដែរថាផ្ទៃក្នុងអ្នកទាំងពីរវាយ៉ាងណាអីយ៉ាងណីចឹងមានតែចាំតាមដានជាមួយខ្ញុំទាំងអស់គ្នានៅការ reaction របស់ Legacy ម្ដងអូខេអ្នកទាំងអស់គ្នាអរគុណដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ចប់អរគុណច្រើនបាយបាយ